បាទសូមគោរពជំរាបសួរទៅដល់បងប្អូនពលករខ្មែរយើងនិងបងប្អូនដែលប្រកបជាកម្មនៅក្នុងប្រទេសថៃបាទសម្រាប់វីដេអូមួយនេះខ្ញុំមកណែនាំពីរឿងធ្វើត្រារៀនត្រីចាតែបច្ចុប្បន្ននេះមានបងប្អូនខ្មែរយើងជាច្រើនដែលគាត់ត្រឡប់ទៅខ្មែរបាទត្រឡប់ទៅខ្មែរអញ្ចឹងហើយគាត់ទៅវាយត្រារៀនត្រីហ្នឹងនៅប្រលានសួរថាយើងវាយបានអត់យើងវាយបានក៏ប៉ុន្តែយើងត្រូវត្រៀមលក្ខណៈត្រៀមពេលវេលាឲ្យបានយូរបន្តិចដើម្បីទៅវាយរៀនត្រីដោយសារតែបងប្អូនយើងច្រើនអញ្ចឹងយើងរងចាំគ្នាអញ្ចឹងវាមានឱកាសដែលអាចឡើងយន្តហោះមិនទាន់ក៏ថាបានដែរអញ្ចឹងបងប្អូនយើងកុំឲ្យមានជួបបញ្ហាបែបហ្នឹងយើងត្រូវតែធ្វើរៀនត្រីឲ្យបានរួចរាល់បាទនេះត្រារៀនត្រីបែបនេះម្ដងបើយើងវាយនៅពលានអស់1200បាតបើយើងទៅវាយនៅអន្តរវេសនៅតាមខេត្តដែលយើងនៅអស់1200ទៅ1300បាតដូចគ្នាបាទតែតម្លៃជាក់ស្ដែងគឺ1000បាតបាទតម្លៃជាក់ស្ដែងដែលគេចេញជាបៃសេតឲ្យហ្នឹង1000បាតបាទហើយសម្រាប់ត្រារៀនត្រីមួយទៀតដែលសម្រាប់បងប្អូនយើងគាត់មានវីសា1ឆ្នាំឬ2ឆ្នាំគាត់ចេញចូលជាញឹកញាប់អញ្ចឹងខ្ញុំណែនាំឲ្យវាយត្រារៀនត្រីបែបនេះបាទត្រារៀនត្រីបែបនេះយើងវីសាយើង1ឆ្នាំកន្លះពេលដែលយើងវាយហើយគឺយើងចេញចូល10ដង5ដងក៏ដោយគឺយើងវីសាយើងនៅដដែលយើងមិនបាច់ធ្វើរៀនត្រីបែបនេះម្ដងទៀតទេបាទអញ្ចឹងវាតម្លៃវាខ្ពស់បាទតម្លៃវា3800បាតបាទតម្លៃ3800បាតអាហ្នឹងសម្រាប់ត្រារៀនត្រីមកចាយបាទមកដាច់វីសាបាទអញ្ចឹងពេលដែលយើងមកដាច់វីសាហ្នឹងគេមានវាយថាវីសារបស់យើងដល់ថ្ងៃទីប្រហែលហើយដាច់ថ្ងៃទីប្រហែលអញ្ចឹងគេដាក់នៅក្នុងហ្នឹងហើយអញ្ចឹងគេអត់គ្រីសដូចខាងនេះទេអញ្ចឹងខាងនេះពេលយើងឆ្លងដែនម្ដងពេលយើងចូលមកថៃហើយគេគ្រីសចេញហើយបាទតែអានេះពេលយើងចូលមកថៃប្រហែលដងក៏ដោយគេអត់គ្រីសចេញទេលើកលែងតែវីសាយើងផុតសុពលភាពបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេមើលខ្ញុំនឹងឡើងជារូបភាពមុខត្រារៀនត្រីឲ្យបានបងប្អូនយល់កាន់តែច្បាស់បាទខ្ញុំសូមជូនពរឲ្យបងប្អូនយើងទាំងអ្នកប្រកបអាជីវកម្មទាំងពលករទាំងអស់ដែលត្រឡប់ទៅប្រទេសខ្មែរវិញសូមជូនពរឲ្យមានការងារធ្វើទោះបីបងប្អូនមានហើយក៏ដោយឬមិនទាន់មានក៏ដោយបាទសូមឲ្យមានការងារដែលអាចផ្លាស់ប្ដូរគ្នាបានបាទអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមជូនពរឲ្យមានតែសំណាងល្អក្នុងឆ្នាំថ្មីបាទឆ្នាំ2026បាទបើសិនបងប្អូនឃើញថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតបានដឹងបានយល់ពីត្រារៀនត្រីផងបាទជាចុងក្រោយសូមអរគុណច្រើនសូមជម្រាបលាបាទ